ដើម្បីដាំដំឡូងជ្វាអ្នកត្រូវតែធ្វើតាមដំណាក់កាលនានាមានដូចជាការបណ្ដុះកូនការដាំនិងការប្រមូលផលសូមមើលប្រតិបត្តិការដាំដុះនីមួយដំបូងគេបណ្ដុះដំឡូងជ្វានៅលើថ្នាលបន្ទាប់មកគេកាត់វាបន្ទាប់មកគេដាំវានៅក្នុងចម្ការធំដើម្បីដាំដំឡូងជ្វាពូជត្រូវរៀបចំថ្នាលដែលមានតឹង120ដល់130សង់ទីម៉ែត្រដំឡូងជ្វាពូជគួរមានទំហំ100ដល់300ក្រាមជ្រើសរើសដំឡូងជ្វាពូជដែលមិនបានខូចដោយសារត្រជាក់ឬជំងឺក្នុងពេលរក្សាទុកដាក់គល់ដែលនឹងដុះពន្លកបែរទៅរកទីដូចគ្នាដោយទុកចន្លោះប្រហែល5សង់ទីម៉ែត្ររវាងជួរនីមួយកប់វាចន្លោះ2ដល់5សង់ទីម៉ែត្រសីតុណ្ហភាពថ្នាលគួររក្សានៅ30ដល់33អង្សាសេបន្ទាប់ពីកប់ដំឡូងជ្វាពូជរួចរក្សាវានៅសីតុណ្ហភាពប្រហែល25អង្សាសេបន្ទាប់ពីពន្លកដុះស្រោចទឹកឲ្យច្រើននៅពេលដាំដំបូងបន្តស្រោចទឹកដើម្បីកុំឲ្យថ្នាលស្ងួតប៉ុន្តែត្រូវជៀសវាងសំណើមច្រើនពេកសម្រាប់ការដាំនៅក្នុងចម្ការធំទងដំឡូងដែលមានប្រវែងប្រហែល25សង់ទីម៉ែត្រនិងមាន7ដល់9ថ្នាំងគឺល្អបំផុតនៅពេលកាត់ត្រូវទុក2ទៅ3ថ្នាំងនៅខាងគល់ទងដំឡូងធ្វើបែបនេះជួយឲ្យពន្លកថ្មីដុះចេញពីថ្នាំងដែលនៅសល់និងបង្ការការឆ្លងភ្នាក់ងារបង្កជំងឺពីដីរៀបចំចម្ការធំដែលនឹងត្រូវដាំដំឡូងជ្វាដែលបានដុះដាក់ជីថ្នាំសម្លាប់សត្វល្អិតក្នុងដីជីកំប៉ុស្តនិងអ្វីផ្សេងទៀតធ្វើរងដោយមានតឹងប្រវែង70ដល់75សង់ទីម៉ែត្រនិងកម្ពស់ប្រហែល30សង់ទីម៉ែត្រសម្រាប់វិធីដាំផ្ដេកដែលគេប្រើជាទូទៅនៅកណ្ដាលរងធ្វើចង្អូរជម្រៅ3ដល់4សង់ទីម៉ែត្ររួចដាក់ទងដំឡូងតាមទីផ្ដេកបន្ទាប់មកកប់4ដល់6ថ្នាំងដោយទុកចំណុចដែលនឹងដុះនៅខាងលើដីបន្ទាប់ពីដាំទងដំឡូងរួចហើយត្រូវយកសំណាញ់ផ្លាស្ទិកគ្របលើវារួចទាញចុងទងចេញក្រៅដើម្បីបញ្ចប់វិធីមួយទៀតគឺប្រើដំបងដាំកូនឈើដើម្បីទាក់ថ្នាំងខាងក្រោមដើមរួចរុញទងដំឡូងទៅក្នុងតាមទីផ្ដេកមានរឿងមួយចំនួនដែលត្រូវចងចាំនៅពេលដាំទងដំឡូងដំបូងដាំទងដំឡូងនៅចន្លោះ20ដល់25សង់ទីម៉ែត្រដូចគ្នាកុំលាយទងដំឡូងធំតូចជាមួយគ្នាដោយសារទងដំឡូងតូចនឹងមិនលូតលាស់ល្អទេដាំទងដំឡូងដែលមានទំហំដូចគ្នាជាមួយគ្នាថ្នាំងដែលកប់ក្នុងដីកាន់តែច្រើនដំឡូងជ្វាដុះកាន់តែច្រើនហើយទំហំរបស់វានឹងកាន់តែស្មើគ្នាដំណើរការប្រមូលផលដំឡូងជ្វាប្រព្រឹត្តទៅតាមលំដាប់លំដោយដូចខាងក្រោមការបោកទងដំឡូងចេញការដកផ្លាស្ទិកចេញការគាស់និងការប្រមូលផលដំបូងត្រូវបោចវល់ដំឡូងជ្វាចេញដោយប្រើម៉ាស៊ីនកាត់វិលបើសិនជាគ្មានម៉ាស៊ីនកាត់វិលទេត្រូវកាត់វិលដោយដៃដោយប្រើកណ្ដៀវបន្ទាប់មកយកផ្លាស្ទិកដែលគ្រប់ចេញប្រើម៉ាស៊ីនគាស់ដើម្បីប្រមូលផលដំឡូងជ្វាត្រូវប្រយ័ត្នកុំឲ្យខូចដំឡូងជ្វាបន្ទាប់ពីគាស់ហើយត្រូវគោះដីនិងកាត់តម្រឹមដើមនិងរយាងរបស់ដំឡូងជ្វាចេញត្រូវប្រយ័ត្នកុំកាត់ជិតពេកព្រោះធ្វើឲ្យវាឆាប់រលួយដើម្បីបង្ការជំងឺនិងបង្កើនតម្លៃទីផ្សាររក្សាទុកដំឡូងជ្វាដែលប្រមូលផលរួចបន្ទាប់ពីដោះស្រាយចំពោះកន្លែងដែលខូចដើម្បីឲ្យវាជាសះស្បើយបានត្រឹមត្រូវនេះជាការណែនាំអំពីការអនុវត្តការដាំដុះដំណាំជាក់លាក់សម្រាប់កម្មករសិកម្មសូមអរគុណ